តើអ្នកឧស្សាហ៍មានអារម្មណ៍ងងុយគេងខ្លាំងនៅពេលថ្ងៃទោះបីជាយប់មិញអ្នកបានគេងគ្រប់គ្រាន់ហើយក៏ដោយតើដៃគូដំណេករបស់អ្នកតែងតែត្អូញត្អែពីការស្រមុកខ្លាំងរបស់អ្នកដែរឬទេបញ្ហាទាំងនេះអាចជារោគសញ្ញានៃជំងឺដេកស្រមុកកាំងដង្ហើមឬ obstructive sleep apnea នេះគឺជាជំងឺដែលមានការចាប់អារម្មណ៍ខ្ពស់ពីមជ្ឈដ្ឋានទូទៅហើយវាមានផលប៉ះពាល់ដល់សុខភាពប៉ុន្តែក៏ជាជំងឺដែលអាចព្យាបាលបានប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរតើអ្នកអាចសម្គាល់ជំងឺនេះដោយរបៀបណាសូមចាប់អារម្មណ៍ទៅលើរោគសញ្ញាទាំងនេះទី1ងងុយគេងខ្លាំងខុសពីធម្មតានៅពេលថ្ងៃទី2ស្រមុកខ្លាំងនិងមានការឈប់ដកដង្ហើមឬកាំងដង្ហើមមួយផ្លែតពេលកំពុងគេងទី3មានអារម្មណ៍ហត់ឬស្ទះដង្ហើមពេលភ្ញាក់ពីដំណេកនៅពេលយប់ទី4នោមញឹកញាប់នៅពេលយប់ទី5បែកញើសច្រើននៅពេលយប់ឬឈឺក្បាលនៅពេលព្រឹកពេលក្រោកពីគេងដើម្បីបញ្ជាក់ថាអ្នកពិតជាមានជំងឺនេះឬអត់គ្រូពេទ្យជំនាញនឹងធ្វើរោគវិនិច្ឆ័យតាមវិធីសាស្ត្រច្បាស់លាស់វិធីសាស្ត្រទី1ក្នុងករណីភាគច្រើនគ្រូពេទ្យនឹងភ្ជាប់ឧបករណ៍សម្រាប់ធ្វើរោគវិនិច្ឆ័យដែលលោកអ្នកអាចយកទៅគេងនៅផ្ទះបានយ៉ាងងាយស្រួលឧបករណ៍នេះនឹងកត់ត្រាទិន្នន័យដំណេករបស់អ្នកវិធីសាស្ត្រទី2ក្នុងករណីធ្ងន់ធ្ងរគ្រូពេទ្យអាចតម្រូវឲ្យអ្នកជំងឺសម្រាកនៅមន្ទីរពេទ្យរយៈពេល1យប់ដើម្បីភ្ជាប់ឧបករណ៍ធ្វើរោគវិនិច្ឆ័យឲ្យបានលម្អិតនិងច្បាស់លាស់បំផុតដំណឹងល្អនោះគឺជំងឺដេកស្រមុកកាំងដង្ហើមអាចគ្រប់គ្រងនិងព្យាបាលបានវិធីសាស្ត្រព្យាបាលរួមមានការផ្លាស់ប្ដូររបៀបរស់នៅដូចជាការដើរហាត់ប្រាណឬលេងកីឡាឲ្យបានទៀងទាត់ដើម្បីគ្រប់គ្រងទម្ងន់ការប្រែទម្លាប់ដំណេកព្យាយាមគេងផ្អៀងនិងគេងឲ្យបានគ្រប់គ្រាន់ពុំជ័ររក្សាធ្គាមក្រោមកុំឲ្យទន់រអិលសង្កត់ផ្លូវដង្ហើមខាងក្រៅអណ្ដាតការប្រើប្រាស់ឧបករណ៍ជំនួយក្នុងករណីចាំបាច់គ្រូពេទ្យអាចណែនាំឲ្យព្យាបាលនិងប្រើឧបករណ៍សម្រានពេលយប់ CPAP machine ដែលជួយបញ្ជូនខ្យល់បរិយាកាសដែលមានអុកស៊ីហ្សែនស្រាប់ដើម្បីបើកផ្លូវដង្ហើមរបស់អ្នកឲ្យទូលាយអំឡុងពេលគេងជំងឺដេកស្រមុកកាំងដង្ហើមមិនមែនគ្រាន់តែជាការស្រមុកធម្មតានោះទេវាអាចបង្កជាហានិភ័យដល់សុខភាពបេះដូងសរសៃឈាមគ្រោះថ្នាក់ចរាចរណ៍និងគុណភាពជីវិតទូទៅកុំប្រងើយកន្តើយនឹងរោគសញ្ញាទាំងនេះ